大家好សួស្តីអ្នកនរគ្នាថ្ងៃនេះផងដែរខ្ញុំលើកយកមេរៀនភាសាចិនមកចែកម្លែកដល់អ្នកទាំងអស់គ្នាបន្តទៀតអញ្ចឹងបើសិនជាបងប្អូនមិនទាន់បាន Subscribe Channel YouTube របស់ខ្ញុំជួយ Subscribe អ្នកមួយដាក់រូបកណ្ដឹងដើម្បីទទួលបានពាក្យថ្មីៗពីខ្ញុំបន្តអញ្ចឹងមេរៀនថ្ងៃនេះយើងរៀនអំពីពាក្យហើយនឹងប្រយោគដដែលអញ្ចឹងកុំឲ្យខាតពីយូរយើងចូលទៅដល់មេរៀនយើងទាំងអស់គ្នាអញ្ចឹងពាក្យដំបូងនេះយើងអានថា他们准备下个月去旅行准备យើងបកប្រែថារៀបចំ下个月ខែក្រោយ旅行យើងបកប្រែថាដំណើរកម្សាន្ត他们准备下个月去旅行ចឹងយើងបកប្រែថាពួកគេរៀបចំទៅដំណើរកម្សាន្តនៅខែក្រោយប្រយោគបន្តទៀតយើងអានថា我很想参加这个活动想យើងបកបាន3នឹកគិតចង់参加ចូលរួម活动ព្រឹត្តិការណ៍នេះ我很想参加这个活动ចឹងយើងបកប្រែថាខ្ញុំពិតជាចង់ចូលរួមព្រឹត្តិការណ៍នេះណាស់ប្រយោគបន្តទៀតយើងអានថា他总是忘记带钥匙总是តែងតែ忘记យើងបកប្រែថាភ្លេច钥匙យើងបកប្រែថាកូនសោ他总是忘记带钥匙យើងបកប្រែថាគាត់តែងតែភ្លេចយកកូនសោមកប្រយោគបន្តទៀតយើងអានថា你什么时候学会开车什么时候នៅពេលណា学会រៀនចេះ开车បើកឡាន你什么时候学会开车យើងបកប្រែថាតើអ្នកពេលណារៀនចេះបើកឡានប្រយោគបន្តទៀតយើងអានថា我希望你每天都开心希望សង្ឃឹមថាឬក៏សង្ឃឹម每天រៀងរាល់ថ្ងៃឬក៏រាល់ថ្ងៃ开心រីករាយឬក៏សប្បាយចិត្ត我希望你每天都开心ចឹងយើងបកប្រែថាខ្ញុំសង្ឃឹមថាអ្នកសប្បាយចិត្តជារៀងរាល់ថ្ងៃប្រយោគបន្តទៀតយើងអានថា我刚刚在楼下遇见他刚刚យើងបកប្រែថាទើបតែ楼下យើងបកប្រែថាជាន់ក្រោមឬក៏ជាន់ខាងក្រោម遇见យើងបកប្រែថាបានជួប我刚刚在楼下遇见他ចឹងយើងបកប្រែថាខ្ញុំទើបតែជួបគាត់នៅជាន់ក្រោមប្រយោគបន្តទៀតយើងអានថា他长得很漂亮也很聪明漂亮យើងប្រែថាស្រស់ស្អាតឬក៏ស្អាតណាស់也យើងបកប្រែថាក៏聪明វៃឆ្លាត他长得很漂亮也很聪明យើងបកប្រែថារូបរាងនាងស្រស់ស្អាតណាស់ក៏វៃឆ្លាតដែរប្រយោគបន្តទៀតយើងអានថា我在公园散步聊天在公园យើងបកប្រែថានៅសួនច្បារ散步ដើរលេងឬក៏ដើរកម្សាន្ត聊天ជជែកគ្នា我们在公园散步聊天យើងបកប្រែថាពួកយើងនៅសួនច្បារដើរលេងជជែកគ្នាប្រយោគបន្តទៀតយើងអានថា我们下周一起去购物下周យើងបកប្រែថាអាទិត្យក្រោយឬក៏សប្តាហ៍ក្រោយ一起ជាមួយគ្នា去购物
ទៅទិញអីវ៉ាន់我们下周一起去购物យើងបកប្រែថាសប្តាហ៍ក្រោយពួកយើងទៅទិញអីវ៉ាន់ជាមួយគ្នាប្រយោគបន្តទៀតយើងអានថា你昨天为什么没去上课昨天យើងបកប្រែថាម្សិលមិញ为什么ហេតុអ្វី去上课ទៅរៀន你昨天为什么没去上课យើងបកប្រែថាតើអ្នកម្សិលមិញហេតុអ្វីមិនទៅរៀនប្រយោគបន្តទៀតយើងអានថា他常常一个人去旅行常常យើងបកប្រែថាតែងតែ一个人ម្នាក់ឯង旅行ដំណើរកម្សាន្ត他常常一个人去旅行ចឹងយើងបកប្រែថានាងតែងតែទៅដំណើរកម្សាន្តម្នាក់ឯងចឹងមេរៀនចែកម្លែកភាសាចិនរបស់ខ្ញុំបានមកដល់ទីបញ្ចប់បើសិនជាបងប្អូនចូលចិត្តការចែកម្លែកមេរៀនភាសាចិនរបស់ខ្ញុំជួយ Subscribe ម្នាក់មួយដាក់រូបកណ្ដឹងដើម្បីទទួលបានពាក្យថ្មីៗពីខ្ញុំបន្តរាល់ការផុសវីដេអូរបស់ខ្ញុំចេញទៅចឹងជួបខ្ញុំម្ដងទៀតនៅក្នុងមេរៀនក្រោយអរគុណបាយបាយ